បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំ tool មួយដែលហៅថា Google Drive អញ្ចឹងបងប្អូនភាគច្រើនស្គាល់មួយចំនួនក៏អត់ទាន់ស្គាល់អាចមើលវីដេអូនេះបានបងប្អូនវាប្រើសម្រាប់ផ្ទុកឯកសារនៅលើ cloud អាចឲ្យយើង access គ្រប់ទីកន្លែងហើយនឹងមិនថាទូរស័ព្ទឬក៏ computer បាទឲ្យតែមាន internet គឺយើងអាច access បានអញ្ចឹងបងប្អូនកុំឲ្យខាតពេលយូរយើងចូលមកកាន់ Chrome ហើយចូលមក website Google មកហើយយើងវាយ search ពាក្យថា Google Drive បាទបន្ទាប់មកបងប្អូនចុច enter បាទអានេះជ្រុំ profile នេះខ្ញុំ sign in Gmail របស់ខ្ញុំរួចជាស្រេចហើយបងប្អូនអញ្ចឹងវាយមកចូលយើងចុច link Google Drive ហ្នឹងគឺដល់ My Drive របស់ខ្ញុំតែម្ដងបាទនេះខាងឆ្វេងដៃនេះបងប្អូនចុច My Drive មកបាទនេះសុទ្ធតែឯកសារដែលខ្ញុំធ្លាប់ upload បញ្ចូលបាទអញ្ចឹងខ្ញុំ right click ហើយយើងបង្កើត folder មួយដាក់ថា test ចុះបាទនេះគ្រាន់តែធ្វើ test ឯងបងប្អូនបាទឲ្យបងប្អូនមើលតោះមកបងប្អូនចូលទៅក្នុង folder ហ្នឹងមកបាទហើយ right click យើង upload file បងប្អូនបាទ right click upload file Google Drive នេះវាមានប្រយោជន៍មួយទៀតសម្រាប់ IT គ្នាយើងដែលចង់ backup ឯកសារសំខាន់ទៅលើ cloud Google Drive free 15G តែបើយើងចង់បាន1 TB 2 TB យើងអាចទិញបង់ជាប្រចាំខែបានហើយឲ្យវា link synchronize ជាមួយនឹង Drive នៅលើ computer របស់យើងនៅលើ server របស់យើងបានបាទអូខេអញ្ចឹងខ្ញុំ upload ចូលមកហើយបាទអូខេនេះបងប្អូនមើលឃើញខ្ញុំ upload រួច file PDF មួយហ្នឹងបន្ទាប់មកបងប្អូន right click លើវាយើង right click មកយើងយកពាក្យថា share បាទយកពាក្យថា share ហើយ share ទៀតបាទហើយត្រង់ចំណុចនេះបាទនេះយើងអាចដាក់ Gmail បានថាយើង collaborate បានអាចធ្វើការរួមឲ្យអ្នកណាដែលអាចថាមើល file ជាមួយនឹងយើងបានយើងអាចដាក់ Gmail របស់គេហើយកន្លែងនោះយើង restrict នោះយើងយក anyone បាទហើយកន្លែង viewer ខាងស្នាមដៃបងប្អូន viewer អានេះមាន3 option viewer ហ្នឹងគ្រាន់តែមើលទេ editor អាចកែបានបងប្អូនបើយើងយកជា editor អាចអ្នកដែលចុច link download មើល link តាមមើល file តាមរយៈ link ហ្នឹងគាត់អាច edit បានបាទអញ្ចឹងរួចរាល់បងប្អូនគ្រាន់តែ copy link ហ្នឹងទៅហើយចុច done ទៅជាការស្រេចអញ្ចឹង link ហ្នឹងបងប្អូនអាច copy ហើយផ្ញើទៅឲ្យមេឬក៏ឲ្យផ្ញើអ្នកណាម្នាក់តែយើងចង់ឲ្យគាត់ download file ហ្នឹងជាយើងអត់ចាំបាច់ផ្ញើ file ហ្នឹងទៅតាម Telegram ឬក៏ផ្ញើតាម attach email ព្រោះពេលខ្លះ attach email Outlook អីបានតែ20 មេទេ maximum បាទហើយបើ Telegram ក៏វាមានកំណត់វាដែរបាទអញ្ចឹងបើផ្សេងតាម Telegram ណាមួយវា speed internet ទៀតអញ្ចឹងបងប្អូនអាចប្រើវិធីនេះបានបងប្អូនវាមានប្រយោជន៍ច្រើនបាទហើយខ្ញុំជឿថា level management ពួកគាត់ភាគច្រើនសុទ្ធតែចេះGoogle Drive ហ្នឹងបងប្អូនបាទហើយបើបងប្អូនចង់ download វាបាទបងប្អូនចុច file នៅខាងឆ្វេងដៃខាងលើហ្នឹងហើយចុចពាក្យ download មកបាទជាការស្រេចយើងអាច download មកយើងបើកវាបានបាទអញ្ចឹងបងប្អូនវីដេអូមានតែប៉ុណ្្នឹងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនា